បាទសួស្តីបងប្អូនបងប្អូនអ្នកគ្នាបាទថ្ងៃនេះគឺមានការចែករំលែកបាទចំណេះដឹងតិចតួចជូនបងប្អូនអ្នកគ្នាបាទគឺរបៀបដាក់ពងលកម្មបាទគឺដាក់ពងលកម្មនេះគឺសំខាន់ណាស់បងប្អូនបាទបើយើងដាក់ពងខុសម៉ូតូនឹងឆេះស្រួលទេហើយម៉ូតូនឹងគឺខ្សោយកម្លាំងបាទគឺមិនស្ទុះបាទគឺមូរ៉ាទៅឬងាងថប់បាទអត់ស្មូតល្អបងប្អូនបាទអញ្ចឹងការដាក់ពងលកម្មគឺពួកម៉ូតូត្រោ3គឺមានចំណុចពងចំណុច0បាទនៅលើញងលកម្មហើយពួកម៉ូតូអូតូនេះគឺមានចំណុចបន្ទាត់ដែលយើងមើលផងដែរហើយការដាក់ចំណុចបន្ទាត់ពួកម៉ូតូអូតូនេះគឺយើងត្រូវដាក់ឲ្យស្មើបាទតែស្មើដូចខ្ញុំដាក់ឲ្យមើលចឹងបងប្អូនបាទកាលណាយើងដាក់ខុសគឺបណ្ដាលឲ្យម៉ូតូហ្នឹងគឺមិនឆេះស្រួលហើយមិនឆេះស្រួលហើយគឺមូទៅគឺអត់កម្លាំងបរោះបងប្អូនបាទគឺមូទៅគឺអត់ស្មូតល្អបាទគឺអត់ស្មូតល្អទេបាទអញ្ចឹងគឺដាក់ចំណុចសំខាន់ដំបូងគឺយើងសេរីបាទថ្មិញញងលកាមជាមួយនឹងលកាមហ្នឹងគឺដាក់បង្វិលវាស្ទង់ឡើងមកអស់មកបងប្អូនបាទឡើងមកអស់មកគឺយើងដាក់ចំណុចពងញងលកាមរបស់យើងគឺចំគោលដៅដែលយើងត្រូវការដាក់ឲ្យចំពង0ណាបាទគឺយើងប្រវល់លើប្រឡងបាទចំចំណុចអក្សរតេនឹងមកបាទដើម្បីការពារកាលណាយើងដាក់ខថ្មិញលកាមគឺយើងប្រវល់ទៅគឺវាស្ទង់នឹងអាចបុកជាមួយនឹងជាមួយនឹងសប៉ាប់បាទគឺមកដល់ឲ្យម៉ូតូរបស់យើងគឺមិនអាចវិចេញកើតទេបាទព្រោះហេតុដូច្នេះហើយគឺយើងត្រួតពិនិត្យទាំងអស់គ្នាបងប្អូនបាទការដាក់នេះគឺសំខាន់មែនតើគឺពងលកម្មកាលណាយើងដាក់ខុសគឺមកដល់ឲ្យម៉ូតូហ្នឹងគឺវិចេញគឺអត់ឆេះទេបាទគឺយ៉ាប់ជាងគេគឺពួកម៉ូតូអូតូនឹងបរោយបងប្អូនបាទពួកម៉ូតូអូតូនេះតែខុសថ្មិញលកម្មតែមួយថ្មិញគឺមកដល់ឲ្យម៉ូតូហ្នឹងគឺអត់ឆេះទេបាទគឺពិបាកមែនតើបាទអញ្ចឹងមួយនឹងដែរគឺយើងត្រូវត្រួតពិនិត្យមើលឲ្យអស់បាទហើយការដាក់ញងលកម្មនេះទៀតឃើញមានតោមតិលកម្មហ្នឹងក៏សម្រាប់សង្កត់លកម្មបាទឃើញមុនដំបូងគឺយើងដាក់ញងលកម្មទៅគឺកន្លែងលកម្មនោះគឺធូបាទធូពេលយើងយកតោមទីលកម្មដាក់សង្កត់ទៅគឺម្ដាលលីតឹងបាទកាលណាបើសិនជាតោមទីលកម្មនេះគឺខូចគឺលកម្មនេះធូកាលណាធូគឺម្ដាលឲ្យលុយខុសតង់ខុសពួងម្ដាលឲ្យម៉ូតូហ្នឹងគឺអត់ឆេះដែរបងប្អូនបាទឥឡូវយើងចាប់ដើមដាក់រួចរាល់ហើយបាទយើងរឹតជួបបណ្ដោយទៅដាក់សោយើងរឹងវែងតិចមានកម្លាំងតិចបាទហើយបន្តមកទៀតនោះគឺយើងត្រូវទួងមើលប្រេងបូមឬក៏បំបងបាទយើងទួងមើលអញ្ចឹងបងប្អូនបាទសម្រាប់ពួកម៉ូតូដែលមានម៉ារ៉ាវ៉េនបាទមុនដំបូងគឺយើងត្រូវទួងមើលចឹងឯងបងប្អូនបាទការដាក់ទៅលើហើយគឺយើងពិបាកដោះនៅក្របកន្លះបាទពិបាកនឹងមើលណាអញ្ចឹងយើងទួងពីខាងក្រោមទៅហើយបើយើងទួងទៅហើយគឺថាប្រេងចេញមកហ្នឹងបានតែប្រេងបូមហើយយើងមិនបាច់ចាំប្រហើបនៅក្របកន្លះដើម្បីមើលនៅការបូមប្រេងទេក៏មកបាក់ញ៉ៃបាទគឺយើងទួងចឹងមកគឺជាការស្រេចបាទចែបងប្អូនបាទអញ្ចឹងបញ្ហាម៉ូតូនេះគឺដំបូងគឺបញ្ហាហុយផ្សែងបាទហុយផ្សែងបាទហើយផ្សែងហើយគឺពេលព្រឹកហ្នឹងគឺពិបាកវិចេះពេលត្រជាក់ពិបាកវិចេះមែនតើបងប្អូនបាទដល់ពេលក្តៅហើយយើងវិចេះបានធម្មតាវិញបាទហើយមកដល់ឲ្យឡើងនៅប្រេងឡើងកញ្ញំកាន់បូស៊ីគឺពិបាកវិចេះតតែដល់បូស៊ីម្ដងមិនបានអាចវិចេះបានបាទឥឡូវក៏ម្ចាស់គាត់គេយកមកឲ្យខ្ញុំសេរីឲ្យហើយបាទធ្វើសាថ្មីដើម្បីឲ្យម៉ូតូនេះមានកម្លាំងហើយជិះស្រួលបាទមូទៅគឺស្មូតដែរល្អបងប្អូនបាទឥឡូវគឺយើងបានរើម៉ាស៊ីនផ្លាស់ប្ដូរនៅប៊ីស្តុងក៏យើងបានឆែកឃើញនៅកវ៉ាត់ប៊ីស្តុងគឺថាចង្ហធំមែនតើបាទចង្ហធំចឹងហើយគឺធ្វើឲ្យបាត់មានអត់មានសម្ពាធបាទអត់មានសម្ពាធខ្យល់គ្រប់គ្រាន់សម្រាប់ក្នុងការបញ្ឆេះឥឡូវយើងចាប់ផ្ដើមរើនៅដូរប៊ីស្តុងដូរនៅសប៉ាប់ផងដែរហើយសប៉ាប់គឺយើងដាក់សប៉ាប់ល្អបងប្អូនមិនមែនដាក់សប៉ាប់លួទេបាទឥឡូវចាប់ផ្ដើមរៀបបង្គំទៅចិត្តរួចរាល់ទៅហើយបាទហើយជំរឿយើងយើងផ្លាស់ប្ដូរនៅប៊ីស្តុងនៅសប៉ាប់ហ្នឹងតើហុយផ្សាយនេះមុនទៀតអត់បាទឥឡូវជំរឿយើងមើលនៅវគ្គចុងវីដេអូបងប្អូនបាទឥឡូវចាប់ផ្ដើមរៀបបង្គំយើងយកទៅវិញយ៉ាជ្រុះបាត់ហើយបាទដល់មករឹកចៅជ្រុះបងប្អូនបាទបាទយល់ទេបងប្អូនបាទឥឡូវចាប់ផ្ដើមរឹតបន្តទៅទៀតបាទទៅរឹកសិនបាទចាប់ផ្ដើមរៀបរឹតនៅខ្ចៅបាទខ្ចៅតែពីរគ្រាប់ទេកន្លែងហ្នឹងអត់មានអីច្រើននេះខ្ចៅហ្នឹងបាទហើយចាប់ផ្ដើមដាក់នៅអៀបាទហើយសម្រាប់អៀយើងក៏បានកែផងដែរដោយសារអៀហ្នឹងគឺលហែកយើងបានកែនៅអៀថ្មីបាទវាហ្នឹងគឺលាក់នៅរាងកៅបងប្អូនណាទៅយកជាមួយនឹងទៅយកធុងទឹកបាទគឺយើងប្រើប្រាស់បានយូរឥឡូវយើងដាក់បង្គំចូលទៅហើយបាទយើងលើកដាក់បញ្ចូលទៅម្នាក់ឯងដោយសារម្នាក់ឯងគឺពិបាកតិចបងប្អូនបាទគឺពិបាកមែនតើបងប្អូនបាទបើមានគ្នាពីរនាក់ឯងសម្រាប់ទប់សម្រាប់ដាក់ខ្ចៅហ្នឹងគឺលឿនតិចបាទឥឡូវចាប់ផ្ដើមដាក់ជាមួយនឹងដុតដូចខ្សែភ្លើងបាទយើងដាក់បង្គំចូលទៅវិញរៀបរយឲ្យស្រេចបាច់ឲ្យសឲ្យស្អាតបាទកន្លែងហ្នឹងដើម្បីយើងដាក់កែមមកកុំឲ្យទើសខ្សែភ្លើងបាទកាលណាទើសខ្សែភ្លើងគឺបញ្ហាគឺអាចនឹងដាច់បាទឥឡូវចាប់ផ្ដើមដាក់រៀបបង្គំចូលទៅហើយយើងដោតបញ្ចូលទៅវិញតាមវគ្គតាមស្នើតាមរៀបរយបាទឥឡូវចាប់ផ្ដើមដាក់បង្គំទៅហើយបាទចេះរួចរាល់ហើយបងប្អូនបាទតែរួចរាល់ហើយបញ្ឆេះម៉ាស៊ីនក្តឹលឥឡូវហើយបាទឃើញបងប្អូនបាទឥឡូវចាប់ផ្ដើមបញ្ឆេះទៅហើយបាទឃើញបងប្អូនបាទគឺបើកទៅសោឡើងបាទចុចកងតាក់បាច់ឈិលឃើញបងប្អូនបាទគឺសំឡេងអេមអញ្ចឹងបងប្អូនបាទនេះក៏អៀដែលយើងកែបងប្អូនក៏អៀយើងកែអញ្ចឹងបងប្អូនបាទគឺយូរទៅយកធុងទឹកបាទគឺអាចប្រើគុណភាពបានយូរបងប្អូនបាទជាមួយយើងកែអញ្ចឹងបងប្អូនឃើញអត់បាទហើយសំឡេងគឺឆេះល្អមែនតើបាទគុណភាពគឺអេមបងប្អូនអរគ្នាបាទជាមួយនឹងជំនាញបាទជាមួយនឹងឯកទេសជាងមិនធម្មតាទេបងប្អូនជាលេសចឹងបងប្អូនបាទឥឡូវម៉ូតូអញ្ចឹងបានរៀបរួចរាល់ហើយបងប្អូនបាទជាមួយយើងចុចកុងតាក់ទេបាច់បាទអត់សោបាទ
តាដេបាច់ឈិលឃើញបងប្អូនបាទគឺថាការយើងយកមកនេះគឺហុយសែងតលំចាំមើលយើងមើលតិចទៀតបាទឥឡូវបាត់ហុយផ្សែងហើយចាំមើលយើងមើលសិនបាទឥឡូវជាបាត់ហុយផ្សែងបងប្អូនឃើញបងប្អូនបាទគឺបាត់ហុយផ្សែងហើយគឺបញ្ហាដំណោះស្រាយគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទគឺ